ជំរាបសួរលោកគ្រូអ្នកគ្រូបាទថ្ងៃនេះខ្ញុំចង់ចែករំលែកតទៅនឹងការដាក់ស្វ័យគុណឬក៏សន្ទស្សនៅក្នុង Excel ជូនទៅកាន់លោកគ្រូអ្នកគ្រូទាំងអស់អញ្ចឹងតទៅនឹងការដាក់សន្ទស្សហើយឬក៏ស្វ័យគុណនេះជាទូទៅគឺយើងអាសាប្រើហើយភាគច្រើននៅក្នុង Excel មិនមែនថាលោកគ្រូអ្នកគ្រូក៏អត់ចេះទេគាត់ថាគាត់ភ្លេចអញ្ចឹងថ្ងៃនេះខ្ញុំនឹងរំលឹកមកវិញតទៅនឹងការដាក់ស្វ័យគុណហើយនឹងសន្ទស្សអញ្ចឹងយើងមើលទៅលើទី1គឺ n សេគុណ0នេះតើយើងដាក់មិនដើម្បីឲ្យបាន n សេគុណ0អញ្ចឹងអត់មានពិបាកទេយើងទៅសេសមកដំបូងគឺ n ហើយលេខ0មក enter ឧទាហរណ៍ថាខ្ញុំបរិព័ន្ធនេះរៀងធំបន្តិចដើម្បីឲ្យលោកគ្រូអ្នកគ្រូកាន់តែមើលទៅមើលស្រួលជាងមុនអូខេតឡើងហ្វុនឲ្យរៀងធំបន្តិចបាទប៉ុណ្ណឹងគឺលោកគ្រូអ្នកគ្រូមើលឃើញទេអញ្ចឹងរបៀបដាក់ស្វ័យគុណxការ៉េឬក៏សន្ទុះ xការ៉េនេះដំបូងគឺលោកគ្រូអ្នកគ្រូត្រូវតែសេធម្មតាសិនគឺបើថាយើងចង់បានn សេគុណ0គឺយើងលោកគ្រូទៅសេ n ហើយលេខ0មកបន្តមកទៀតលោកគ្រូអ្នកគ្រូធ្វើការ select ទៅលើលេខ0នេះមកព្រោះយើងចង់បានសេគុណ0ចុច select លើលេខ0ហើយលោកគ្រូចុចកន្លែងសញ្ញាព្រួយកន្លែង font setting នេះកន្លែង font setting នេះលោកគ្រូចុចសញ្ញាព្រួយមកលោកគ្រូនឹងឃើញកន្លែង effect នេះគឺមានតម្រង3តម្រង3ហ្នឹងទី1គឺគេហៅថា streak through គឺបានន័យថាយើងមានឆ្នោតពីលើអក្សរយ៉ាតម្រងបែបនេះបន្តមកទៀតD2 គឺតកតងទៅនឹង superscript បានន័យថាអក្សរឬក៏លេខរបស់យើងគឺនៅខាងលើបានន័យថាជាស្វ័យគុណតម្រងជាស្វ័យគុណបន្តមកទៀតខាងក្រោមនេះគឺជា superscript បានន័យថាអក្សរនៅខាងក្រោមឬក៏លេខរបស់យើងគឺនៅខាងក្រោមជាសន្ទស្សអូខេអញ្ចឹងទី1ខ្ញុំចង់បានលេខ0នៅខាងលើអញ្ចឹងខ្ញុំយក superscript តមកយើងយកអូខេមកគឺបានតម្រងបែបហ្នឹងឯងបន្តមកទៀតតកតងទៅនឹងទឹកក៏ដូចគ្នាដែរយើងទៅសេធម្មតាសិនមក H2O ចឹងមក yes H2O តមកទៀតលោកគ្រូអ្នកគ្រូទៅការ select ទៅលើលេខ2ហ្នឹងហើយលោកគ្រូអ្នកគ្រូយកកន្លែងនេះកន្លែង font setting ហ្នឹងហើយយកខាងក្រោមគេគឺ subscript ហើយយកអូខេមកគឺបានតម្រង H2O ហើយxការ៉េក៏ដូចគ្នាដែរដូច n សេគុណ0ដែរយើងទៅសេ x ការ៉េសិនមក x លេខ2មកតាមទៀតលោកគ្រូអ្នកគ្រូទៅការ select លើលេខ2ហើយចូលកន្លែង font នេះ font setting បន្តមកទៀតលោកគ្រូអ្នកគ្រូត្រូវការយកកណ្ដាលគេគឺ superscript បានន័យថាវាតម្រង់ជាស្វ័យគុណអូខេ alph នៃ x ក៏ដូចតែគ្នាដែរទេគឺយើងទៅសេ alph ហើយយើងបើកវងកញ្ចក់ x មកហើយយើងចង់បានx នេះនៅខាងក្រោមតាមវងកញ្ចក់ដែរអញ្ចឹងយើង select ទៅលើវងកញ្ចក់ជាមួយនឹង x នឹងមកតមកទៀតលោកគ្រូអ្នកគ្រូត្រូវយកកន្លែង font setting ដដែលហើយយកខាងក្រោមគេនេះគឺ subscript អូខេហើយប៉ុណ្ណឹងគឺរួចជាការស្រេចទេអញ្ចឹងមិនមែនទៅសេបានតាជាស្វ័យគុណជាលេខទេអក្សរក៏យើងប្រើបានដែរប៉ុន្តែជាទូទៅយើងអាសាប្រើគឺប្រើជាលេខអក្សរគេមិនសូវប្រើមែនទេបាទអញ្ចឹងតទៅនឹងវីដេអូនេះគឺប៉ុណ្ណឹងសម្រាប់ចែករំលែកទៅកាន់លោកគ្រូអ្នកគ្រូហើយក៏ដូចជារំលឹកផងដែរអញ្ចឹងអរគុណច្រើនបាទជំរាបលាមានតែប៉ុណ្្នឹងទេវីដេអូនេះបាយបាយ